បើករកជាសួរបងម៉ែបងប្អូនថ្ងៃហ្នឹងចង់និយាយពីបញ្ហាប្រព័ន្ធអគ្គិសនីទីហ្នឹងគឺថាហេតុអីបានប្រព័ន្ធអគ្គិសនីអ្នកខ្លះផ្ទះគឺថាថាអំពូលប្រើអគ្គិសនីអស់ច្រើនម៉េះមូលហេតុអ្វីអញ្ចឹងយើងគ្រាន់តែមើលមកនេះប្រអគ្គិសនីក្នុងបងប្អូនបងគាត់ចែកបានតាមផ្ទះតាមភូមិអីចឹងមើលមកនេះលេខកុងទ័រយើងលេខកុងទ័រនេះអញ្ចឹងអំណាចចាស់អំណាចថ្មីអញ្ចឹងយើងប្រើខែមុនវាអស់560ហ្នឹងហើយអញ្ចឹងអំណាចថ្មីវា743អញ្ចឹងយើងយកអំណាចចាស់និងអំណាចថ្មីយើងដកបញ្ចូលដកមកឃើញកម្មពលដែលយើងប្រើប្រាស់អញ្ចឹងវាត្រូវពិតមែនហើយយកលេខថ្មីទៅដកលេខចាស់ហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលជួលផ្ទះឬក៏ផ្ទះខ្លួនឯងក៏គិតថាអូមូលហេតុអីភ្លើងអស់ច្រើនគីឡូម៉េះដោយសារអីដោយសារភ្លើងដាច់ឬក៏ភ្លើងមិនឬក៏បញ្ហាប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះតមិនបានល្អអញ្ចឹងដោយសារបញ្ហាហ្នឹងហើយដែលធ្វើឲ្យភ្លើងយើងប្រើអស់ច្រើនអញ្ចឹងអំណាចដែលយើងដកទាំងពីរហ្នឹងឃើញសម្រាប់ថាអំពូលមកក្នុងមួយខែយើងប្រើហ្នឹងវាអស់183អញ្ចឹងថ្លៃឯកតាវា730ក្នុង1គីឡូវ៉ាត់ហ្នឹងហើយអញ្ចឹងយើងគុណចូលគ្នាតម្លៃហ្នឹងវាច្រើនត្រូវហើយយើងអត់ខុសទេអញ្ចឹងដល់ពេលដែលយើងទូទាត់ដែលពិចារណាឬយើងមើលឃើញថាត្រូវយើងយកតំបងគេទៅយើងឲ្យយើងធ្វើតាមការណែនាំរបស់បងដែលនៅកន្លែងបម្រើការ LDC ទៅគាត់យកតែចុងស្លឹកទេតែយើងយកបានមកវិញមកយើងទុកប្រើប្រាស់សម្រាប់បញ្ហានៅខែមុខខែក្រោយអីយើងយកទុកហ្នឹងហើយដើម្បីសរុបទិន្នន័យពីមួយខែតែមួយខែដែលថាយើងប្រើប្រាស់អស់ប្រមាណអីប្រមាណហ្នឹងហើយបងសូមអរគុណបាទសូមចាត់ចែងមុនធ្វើដំណើរទៅណាអីបិទកុងត័រភ្លើងកុងតាក់អីគ្រប់ឲ្យបានល្អហ្នឹងហើយអរគុណជម្រាបលា